សាជួនអាដាមប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំអាដាមប្រធានាធិបតីជាទីគោរពប្រទេសថៃមិនត្រឹមតែទាត់ចោលបទឈប់បាញ់និងដំណើរការសន្តិភាពដែលផ្ដួចផ្ដើមដោយអាដាមទេប៉ុន្តែថែមទាំងធ្កើននិងជួនធ្លីនៅកិច្ចលិខិតខំប្រឹងប្រែងទាំងឡាយដើម្បីសន្តិភាពនិងការសង្គ្រោះជីវិតមនុស្សថៃបន្តសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើកម្ពុជារំលោភលើច្បាប់អន្តរជាតិដោយប្រើប្រាស់សភាវុធធុនធ្ងន់គ្រាប់បែកចង្កោមរួមនឹងយន្តហោះទម្លាក់គ្រាប់បែកមកលើប្រជាជនកម្ពុជាស្រុតត្រង់បំផ្លិចបំផ្លាញផ្ទះសម្បែងសាលារៀននិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលបង្កការស្លាប់និងរបួសមនុស្សជាច្រើនអ្នកនិងមានជនភៀសខ្លួនជិតកន្លះលានអ្នកយើងខ្ញុំទាំងអស់គ្នាជាប្រជាជនខ្មែរសូមស្នើសូមអាដាមប្រធានាធិបតីសន្តិភាព President of Peace មេត្តាពិនិត្យនិងមានចំណាត់ការលើប្រទេសថៃនិងបញ្ឈប់ការឈ្លានពានរបស់យោធាថៃមកលើកម្ពុជាក្នុងនាមជាប្រជាជនកម្ពុជាយើងខ្ញុំសូមអាដាមប្រធានាធិបតីមេត្តាពិនិត្យចាត់វិធានការទៅលើការប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក F-16 មកលើកម្ពុជាបង្កមហន្តរាយយ៉ាងធំធេងមកលើអាយុជីវិតប្រជាជនឆ្លូតត្រង់ហេដ្ឋារចនាសម្ព័ន្ធមរតកវប្បធម៌មនុស្សជាតិនៃបូរណស្ថានសូមអាដាមប្រធានាធិបតីមេត្តាជួយសង្គ្រោះជីវិតជនស៊ីវិលនៅកម្ពុជានាំយកសុខសន្តិភាពពេញលេញយើងខ្ញុំទាំងអស់គ្នាជាប្រជាជនខ្មែរសូមស្នើសូមអាដាមប្រធានាធិបតីដូណាល់ត្រាំមេត្តាពិនិត្យនិងចាត់វិធានការលើប្រទេសថៃនិងបញ្ឈប់ការឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាបន្តទៀតសង្ឃឹមថាលោកអាដាមប្រធានាធិបតីដូណាល់ត្រាំនឹងជួយចាត់ចែងវិធានការនេះយ៉ាងឆាប់រហ័សសូមជួយដល់ប្រជាជនខ្មែរប្រជាជនដែលភៀសសិកកុមារីមិនបានទៅសិក្សារៀនសូត្រសូមអាដាមប្រធានាធិបតីដូណាល់ត្រាំជួយសម្រួលជួយសង្គ្រោះដល់កម្ពុជាផងសូមអរគុណសាជួនអាដាមប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំអាដាមប្រធានាធិបតីជាទីគោរពប្រទេសថៃមិនត្រឹមតែទាត់ចោលបទឈប់បាញ់និងដំណើរការសន្តិភាពដែលផ្ដួចផ្ដើមដោយអាដាមទេប៉ុន្តែថែមទាំងធ្កើននិងជួនធ្លីនៅកិច្ចលិខិតខំប្រឹងប្រែងទាំងឡាយដើម្បីសន្តិភាពនិងការសង្គ្រោះជីវិតមនុស្សថៃបន្តសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើកម្ពុជារំលោភលើច្បាប់អន្តរជាតិដោយប្រើប្រាស់សភាវុធធុនធ្ងន់គ្រាប់បែកចង្កោមរួមនឹងយន្តហោះទម្លាក់គ្រាប់បែកមកលើប្រជាជនកម្ពុជាស្រុតត្រង់បំផ្លិចបំផ្លាញផ្ទះសម្បែងសាលារៀននិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលបង្កការស្លាប់និងរបួសមនុស្សជាច្រើនអ្នកនិងមានជនភៀសខ្លួនជិតកន្លះលានអ្នកយើងខ្ញុំទាំងអស់គ្នាជាប្រជាជនខ្មែរសូមស្នើសូមអាដាមប្រធានាធិបតីសន្តិភាព President of Peace មេត្តាពិនិត្យនិងមានចំណាត់ការលើប្រទេសថៃនិងបញ្ឈប់ការឈ្លានពានរបស់យោធាថៃមកលើកម្ពុជាក្នុងនាមជាប្រជាជនកម្ពុជាយើងខ្ញុំសូមអាដាមប្រធានាធិបតីមេត្តាពិនិត្យចាត់វិធានការទៅលើការប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក F-16 មកលើកម្ពុជាបង្កមហន្តរាយយ៉ាងធំធេងមកលើអាយុជីវិតប្រជាជនឆ្លូតត្រង់ហេដ្ឋារចនាសម្ព័ន្ធមរតកវប្បធម៌មនុស្សជាតិនៃបូរណស្ថានសូមអាដាមប្រធានាធិបតីមេត្តាជួយសង្គ្រោះជីវិតជនស៊ីវិលនៅកម្ពុជានាំយកសុខសន្តិភាពពេញលេញយើងខ្ញុំទាំងអស់គ្នាជាប្រជាជនខ្មែរសូមស្នើសូមអាដាមប្រធានាធិបតីដូណាល់ត្រាំមេត្តាពិនិត្យនិងចាត់វិធានការលើប្រទេសថៃនិងបញ្ឈប់ការឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាបន្តទៀតសង្ឃឹមថាលោកអាដាមប្រធានាធិបតីដូណាល់ត្រាំនឹងជួយចាត់ចែងវិធានការនេះយ៉ាងឆាប់រហ័សសូមជួយដល់ប្រជាជនខ្មែរប្រជាជនដែលភៀសសិកកុមារីមិនបានទៅសិក្សារៀនសូត្រសូមអាដាមប្រធានាធិបតីដូណាល់ត្រាំជួយសម្រួលជួយសង្គ្រោះដល់កម្ពុជាផងសូមអរគុណ
សាជួនអាដាមប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំអាដាមប្រធានាធិបតីជាទីគោរពប្រទេសថៃមិនត្រឹមតែទតចោលបទឈប់បាញ់និងដំណើរការសន្តិភាពដែលផ្ដួចផ្ដើមដោយឯកឧត្តមទេប៉ុន្តែថែមទាំងធ្កើននិងជួនធ្លីនៅកិច្ចលិខិតខំប្រឹងប្រែងទាំងឡាយដើម្បីសន្តិភាពនិងការសង្គ្រោះជីវិតមនុស្សថៃបន្តសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើកម្ពុជារំលោភលើច្បាប់អន្តរជាតិដែលប្រើប្រាស់សភាវុធធុនធ្ងន់គ្រាប់បែកចង្កោមរួមនឹងយន្តហោះទម្លាក់គ្រាប់បែកមកលើប្រជាជនកម្ពុជាស្រុតត្រង់បំផ្លិតបំផ្លាញផ្ទះសម្បែងសាលារៀននិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលបង្កការស្លាប់និងរបួសមនុស្សជាច្រើនអ្នកនិងមានជនភៀសខ្លួនជិតកន្លះលានអ្នកយើងខ្ញុំទាំងអស់គ្នាជាប្រជាជនខ្មែរសូមស្នើសូមអាដាមប្រធានាធិបតីសន្តិភាព President of Peace មេត្តាពិនិត្យនិងមានចំណាត់ការលើប្រទេសថៃនិងបញ្ឈប់ការឈ្លានពានរបស់យោធាថៃមកលើកម្ពុជាក្នុងនាមជាប្រជាជនកម្ពុជាយើងខ្ញុំសូមអាដាមប្រធានាធិបតីមេត្តាពិនិត្យចាត់វិធានការទៅលើការប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក F-16 មកលើកម្ពុជាបង្កមហន្តរាយយ៉ាងធំធេងមកលើអាយុជីវិតប្រជាជនឆ្លុតត្រង់ហេដ្ឋារចនាសម្ព័ន្ធមរតកវប្បធម៌មនុស្សជាតិនៃបូរណស្ថានសូមអាដាមប្រធានាធិបតីមេត្តាជួយសង្គ្រោះជីវិតជនស៊ីវិលនៅកម្ពុជានាំយកសុខសន្តិភាពពេញលេញយើងខ្ញុំទាំងអស់គ្នាជាប្រជាជនខ្មែរសូមស្នើសូមអាដាមប្រធានាធិបតីដូណាល់ត្រាំមេត្តាពិនិត្យនិងចាត់វិធានការលើប្រទេសថៃនិងបញ្ឈប់ការឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាបន្តទៀតសង្ឃឹមថាលោកអាដាមប្រធានាធិបតីដូណាល់ត្រាំនឹងជួយចាត់ចែងវិធានការនេះយ៉ាងឆាប់រហ័សសូមជួយដល់ប្រជាជនខ្មែរប្រជាជនដែលភៀសសឹកកុមារាកុមារីមិនបានទៅសិក្សារៀនសូត្រសូមអាដាមប្រធានាធិបតីដូណាល់ត្រាំជួយសម្រួលជួយសង្គ្រោះដល់កម្ពុជាផងសូមអរគុណ